ជំរាបសួរបងប្អូនអរគ្នាបាទសូមស្វាគមន៍សាជាថ្មីមកកាន់ Channel របស់ខ្ញុំបាទថ្ងៃនេះបងប្អូនសិក្សាជាមួយខ្ញុំពី Sam ហើយនិង Annie តើ Sam ហើយនិង Annie ប្រើដូចម្តេចខ្លះហើយតើវាមានលក្ខណៈខុសគ្នាបែបណាបាទប្រកាសណាស់ថាបងប្អូនពិតជាប្រើ Sam ហើយ Annie ច្រើនមែនទែននៅក្នុងការប្រើប្រាស់ភាសាអង់គ្លេសជាប្រចាំថ្ងៃទាំងការសរសេរទាំងការនិយាយហើយទាំងពីរនេះ Sam ហើយ Annie ប្រែថាខ្លះដូចគ្នាប៉ុន្តែនៅមានចំណុចដែលពេលខ្លះបងប្អូននៅមានមន្ទិលហើយក៏ដូចជាភាពមិនច្បាស់លាស់អំពីការប្រើប្រាស់ពេលខ្លះបងប្អូនប្រើ Sam ពេលខ្លះបងប្អូនប្រើ Annie តែអត់ប្រកាសក្នុងចិត្តថាតើនេះត្រូវតាមក្បួនវេយ្យាករណ៍ក៏អត់អញ្ចឹងនៅក្នុងភាសាអង់គ្លេសតាមក្បួនវេយ្យាករណ៍របស់គេគឺគេបែងចែកគេមានពេលហើយនឹងក្បួននៃការប្រើ Sam និង Annie ឲ្យត្រូវតាមបែបបទភាសាអង់គ្លេសបាទវេយ្យាករណ៍ភាសាអង់គ្លេសបាទអញ្ចឹងបងប្អូនតាមដានជាមួយខ្ញុំតាំងពីដើមរហូតដល់បញ្ចប់បងប្អូននឹងយល់បាទយើងទៅទាំងអស់គ្នាបាទអញ្ចឹងមុននឹងយើងចូលទៅដល់ការប្រើប្រាស់ Sam Annie គឺយើងដឹងជាទូទៅសិនថា Sam Annie គឺជាអ្វីបាទអញ្ចឹង Sam and Annie can be used when first the exact number is not known អញ្ចឹង Sam and Annie ត្រូវបានប្រើនៅពេលដែលចំនួនគឺមិនត្រូវបានដឹងពិតប្រាកដបាទអញ្ចឹងយើងអត់ដឹងថាចំនួនមានប្រមាណមាន30 31 32ឬក៏100 101 102យើងអត់ដឹងច្បាស់ចំនួនច្បាស់ប្រមាណទេយើងគ្រាន់តែដឹងថាមានខ្លះបាទមានចំនួនខ្លះអញ្ចឹងក្បួនទី1គឺយើងប្រើ Sam Annie នៅពេលដែលយើងអត់ដឹងចំនួនជាក់ស្ដែងចំណុចទី2គឺ the exact number is not important or relevant អញ្ចឹងចំណុចទី2គឺថាចំនួនជាក់ស្ដែងហ្នឹងគឺវាមិនសំខាន់ទេឬក៏វាមិនពាក់ព័ន្ធទេអញ្ចឹងមានន័យថាចំនួនពិតប្រាកដហ្នឹងគឺមិនចាំបាច់ដឹងទេបាទគឺដោយសារវាអត់សំខាន់អូខេចំណុចទី3 Sam and Annie are used with countable or uncountable nouns អញ្ចឹងចំណុចនេះចំណុចបងប្អូនត្រូវដឹងថា Sam and Annie គឺប្រើបានទាំងនាមរាប់បានហើយនិងនាមរាប់មិនបានបាទអញ្ចឹងនៅក្នុងវីដេអូមុនខ្ញុំបង្ហាញអំពី many ហើយនិង much ដែល much យើងប្រើជាមួយ uncountable noun ហើយ many យើងប្រើជាមួយ count noun តែដោយឡែកចំពោះ Sam ហើយ Annie គឺប្រើបានទាំងពីរទាំង countable ហើយនិង uncountable noun បាទអញ្ចឹងចំណុចគោល3ជាទូទៅលក្ខណៈសម្បត្តិរបស់ Sam Annie នេះគឺបងប្អូនត្រូវតែដឹងថាយើងប្រើ Sam Annie ក្នុងករណីដែលបងប្អូនអត់ដឹងចំនួនជាក់លាក់ទី1ទី2នៅពេលដែលបងប្អូនគិតថាចំនួនជាក់លាក់មិនចាំបាច់ទេបាទมันមានភាពចាំបាច់ឬក៏មិនពាក់ព័ន្ធទេយើងអត់ដឹងយើងមិនចាំបាច់ដឹងចំនួនជាក់ស្ដែងទេបាទហើយចំណុចចុងក្រោយនេះគឺថាទាំង Sam និង Annie គឺអាចប្រើបានជាមួយនឹងទាំង countable noun ទាំង uncountable noun បាទអញ្ចឹងបងប្អូនត្រូវច្បាស់នៅ3ចំណុចនេះអញ្ចឹងយើងចូលទៅលើលម្អិតរវាង Sam និង Annie តើពេលណាប្រើ Sam ពេលណាប្រើ Annie តើអូខេអញ្ចឹងចំណុចទី1ថា we use Sam in positive sentence អញ្ចឹងយើងប្រើ Sam នៅក្នុងល្បះស្របបាទប្រយោគស្រប positive sentence អញ្ចឹងប្រយោគស្របគឺយើងប្រើ Sam ឧទាហរណ៍ he has some friends in Cambodia គាត់មានមិត្តភ័ក្តិខ្លះនៅក្នុងប្រទេសកម្ពុជាអញ្ចឹងនេះជាប្រយោគស្របប្រយោគថា positive sentence ហើយឧទាហរណ៍ទី2 I would like some water ខ្ញុំចង់បានទឹកខ្លះបាទអញ្ចឹងនេះក៏ជា positive sentence ដែរយើងដាក់ some ពីមុខនាមបាទ some friends some water friend នេះជា countable noun ហើយ water ជា uncountable noun ដោយសារវាប្រើបានទាំងពីរបាទ we need some people to work for us យើងត្រូវការមនុស្សខ្លះដើម្បីធ្វើការឲ្យពួកយើងអញ្ចឹង some people
នេះជាប្រយោគស្របអញ្ចឹងចំណុចទី1ដែលបងប្អូនត្រូវចាំឲ្យច្បាស់គឺយើងប្រើសាំនៅក្នុងប្រយោគស្រប positive sentence ប្រយោគស្របគឺយើងប្រើសាំអូខេអញ្ចឹងយើងទៅមើលអំពី any វិញ we use any in negative sentence and question យើងប្រើ any នៅក្នុងប្រយោគបដិសេធហើយនឹងសំណួរអញ្ចឹងបងប្អូនត្រូវចាំថា any ប្រើក្នុងប្រយោគបដិសេធហើយនឹងសំណួរចាំអូខេឧទាហរណ៍ we don't have any water we don't have any water អញ្ចឹងយើងនិយាយថាយើងមិនមានទឹកខ្លះទេអានេះគឺជាប្រយោគបដិសេធ she didn't buy any oranges she didn't buy any oranges នាងមិនបានទិញក្រូចខ្លះទេបាទអញ្ចឹងបដិសេធ didn't don't យ៉ាងរបស់ពីរហ្នឹងជារបស់បដិសេធ do you have any friends do you have any friends តើអ្នកមានមិត្តភក្តិខ្លះទេបាទតើអ្នកមានមិត្តភក្តិខ្លះទេអញ្ចឹងនេះគឺជាប្រយោគសំណួររបស់ជាសំណួរអញ្ចឹងសួរជាសំណួរយើងប្រើ any ជាបដិសេធយើងប្រើ any បាទចាំបងប្អូនតាមតននេះកន្លែងហ្នឹងបាទ some ប្រើជាមួយនឹង positive sentence ហើយចំណែក any យើងប្រើជាមួយ negative ហើយនឹង question អញ្ចឹងនៅមានចំណុចមួយទៀតដែលបងប្អូនត្រូវតែដឹងដែរគឺយើងហៅថា exception នេះករណីលើកលែងអញ្ចឹងបងប្អូនដឹងហើយថា some ប្រើនៅក្នុងប្រយោគស្រប any ប្រើក្នុងប្រយោគបដិសេធហើយនឹងសំណួរប៉ុន្តែវាមានករណីលើកលែងនេះគឺ we use some in question for offering and requesting អញ្ចឹងយើងប្រើ some នឹងនៅក្នុងសំណួរដែលប្រើសម្រាប់ការផ្ដល់ឲ្យ offering ហើយនឹងសំណូមពរសុំការសុំ requesting ការស្នើសុំអញ្ចឹងចំពោះការផ្ដល់ឲ្យហើយនឹងការស្នើសុំជាលក្ខណៈសំណួរគឺយើងប្រើ some បាទយើងអត់ប្រើ any អញ្ចឹងបងប្អូនដឹងថាប្រើ any នៅក្នុងប្រយោគសំណួរចុះខ្ញុំឃើញសំណួរខ្លះប្រើ some នឹងហើយគឺករណីលើកលែងនឹងគឺនៅពេលដែលសំណួរវាមានន័យជាការសំណូមពរឬក៏ការផ្ដល់ជូនយើងប្រើ some អញ្ចឹងបងប្អូនមើលឧទាហរណ៍ would you like some drinks would you like some drinks តើអ្នកចង់បានទឹកភេសជ្ជៈខ្លះទេនេះគឺជាសំណួរអញ្ចឹងបងប្អូនសួរថាហេតុអីបានយើងប្រើ some ដោយសារសំណួរនេះគឺវាបង្កប់នៅការផ្ដល់ឲ្យបាទ offering would you like some drink នៅពេលដែលមានភ្ញៀវមកផ្ទះគឺយើងសួរគាត់ដែរថា would you like some drink តើអ្នកចង់ញ៉ាំភេសជ្ជៈខ្លះទេអានេះគឺជាការផ្ដល់ជូនរបស់យើងចំពោះភ្ញៀវបាទអញ្ចឹងសំណួរបែបហ្នឹងគឺយើងប្រើ some ហើយមួយទៀតmay I have some water បាទ may I have some water តើខ្ញុំអាចញ៉ាំទឹកខ្លះបានទេបាទអានេះគឺជា requesting គឺ request គឺការស្នើសុំរបស់យើងចង់ញ៉ាំទឹកយើងសុំទឹកពីគេយកមកញ៉ាំបាទ may I have some water តើខ្ញុំញ៉ាំទឹកខ្លះបានទេអូខេអញ្ចឹងយើងមាន exception ចំណុចហ្នឹងហើយមួយទៀតចំពោះ any ខ្ញុំអធិស្ឋានដែរដែលខ្ញុំអត់បញ្ចូលទៅក្នុង slide របស់ខ្ញុំបាទដោយសារខ្ញុំរំលងចំណុចទាំងមួយគឺតកតងទៅនឹង any ក៏អាចប្រើនៅក្នុង positive sentence បានដែរបងប្អូនថាខែង any ប្រើតែជាមួយ negative ប្រើជាមួយ question ទេអីនឹងក៏ដាក់ចូលនៅក្នុង exception មួយដែរបាទចំពោះ any ពេលខ្លះបងប្អូនឃើញ any នៅក្នុងប្រយោគស្របប៉ុន្តែក្នុងពេលហ្នឹងនៅ any យើងអត់ប្រែថាខ្លះទេ any យើងប្រែថាមួយណាក៏បានមានន័យជាជំរើសមួយណាក៏បានI want any of them ដូចថា I want any of them មានន័យខ្ញុំចង់បានមួយណា
không cho nó phụ viên nó mùi na của bạn này nhìn chẳng á do you have any else nước chưa sum nụ thế bên đây nó pe này bong ôn khơi any pra nó không bị dục srop cứ mình đây là chỉ choice chỉ chủng rồi nhưng ở pra class thì bà I buy anything I buy anything I buy anything bên đây ta khiêm tinh cục dạng I buy anything mà anything bên đây có ban đây any mà chẳng chỉ chấm lệch thay mùi nó bây giờ bong bồn khơi rồi ta ăn dịp hư rồi có snap như lư any nó không bị dục srop bong bồn thời bọt bán và ta nó bây nó cứ prai thá away có bàn any và ok chẳng srop rùa máu quay đại bong bồn thời chấm tha dương pra sắm nó không bị dục srop hơi dương pra any nó không bị dục bạn sát ra nó sum núa hơi chụp pu cả này lực lên cứ về khác dương pra sắm nó không bị dục sum núa đá bàn tay sum núa nó cứ bên đây chỉ cả đỏ chun rồi có chỉ cả sả sòng bạn chân đi chỉ bây chừng này đã sầm khán bong bồn chạy hầm bị sắm mà any chân còi bị sắc xa chỉ một nhóm trong video này xin cầm ta bong bồn này pra sắm any bạn trầm trời chiêm bồn bạn chân khi mình tập nắng hay chun po bong bồn mình sụp việc lo thằng này chụp nên trong videoបន្តទៀតសូមអរគុណcomplete បងប្អូនមិនទាន់ subscribe ចុចប៊ូតុង subscribe ដើម្បីទទួលបានព័ត៌មានដែលខ្ញុំផុសវីដេអូថ្មីៗហើយជួយ share ជួយ comment នៅក្នុង column comment នៅអ្វីដែលបងប្អូនចង់សនំពោមកកាន់ខ្ញុំអរគុណច្រើនជំរាបលាបាទ